គោរពជម្រាបសួរនាងខ្ញុំឈ្មោះអានសុគីមខ្ញុំគឺជាសិស្សម្នាក់ក្នុងចំណោមសិស្សគម្រោងដទៃទៀតនៅមជ្ឈមណ្ឌលយុវជនឆ្នាំនៃគម្រោងរបស់អង្គការពុទ្ធិកុមារក្នុងរយៈពេលកន្លងមកនេះនាងខ្ញុំពិតជាមានមោទនភាពណាស់ដែលបានក្លាយទៅជាផ្នែកមួយនៃវគ្គ Current Readiness ជារៀងរាល់ថ្ងៃដែលខ្ញុំបានមកកាន់មជ្ឈមណ្ឌលគឺជារៀងរាល់ថ្ងៃដែលខ្ញុំទទួលបាននូវធម៌ពលចំណេះដឹងថ្មីៗដើម្បីត្រៀមខ្លួនសម្រាប់អាជីពការងារនៅពេលអនាគតក្នុងចំណោមម៉ូដូលទាំង8មេរៀនដែលខ្ញុំចាប់អារម្មណ៍បំផុតនិងគិតថាមានតម្លៃដែលមិនអាចកាត់ថ្លៃបានត្រៀមខ្លួនសម្រាប់អាជីពការងារកាលពីមុននាងខ្ញុំមិនទាន់យល់ច្បាស់ថាការត្រៀមខ្លួនសម្រាប់អាជីពការងារមានសារៈសំខាន់យ៉ាងដូចម្តេចទេប៉ុន្តែតាមរយៈការបង្រៀនរបស់លោកគ្រូបណ្ដុះបណ្ដាលកន្លងមកនេះទើបខ្ញុំដឹងថាវាគឺជាមូលដ្ឋានដ៏សំខាន់សម្រាប់អាជីពការងារនិងភាពជោគជ័យនាពេលអនាគតខ្ញុំបានសិក្សាអំពីការយល់ដឹងការកំណត់គោលដៅអាជីពច្បាស់លាស់ការយល់ដឹងអំពីភាពខុសគ្នារវាងជំនាញទន់និងជំនាញរឹងនិងយល់ដឹងអំពីនិន្នាការការងារបច្ចុប្បន្នផងដែរមេរៀននេះក៏បានបង្ហាញឲ្យខ្ញុំឃើញថាអាជីពមិនមែនកើតឡើងដោយភាពចៃដន្យនោះទេប៉ុន្តែវាគឺជាលទ្ធផលនៃការត្រៀមទុកការរៀបចំការអភិវឌ្ឍខ្លួននិងការបណ្ដុះបណ្ដាលជាបន្តបន្ទាប់បន្ទាប់ពីខ្ញុំបានរៀនមេរៀននេះហើយខ្ញុំបានយកចំណេះដឹងមកអនុវត្តជាក់ស្ដែងដោយកំណត់គោលដៅអាជីពច្បាស់លាស់និងត្រៀមខ្លួនសម្រាប់ប្រឈមមុខនឹងទីផ្សារការងារនាពេលអនាគតជាចុងក្រោយនាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការពុទ្ធិកុមារដែលបានបង្កើតគម្រោងនេះឡើងជាពិសេសនាងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសម្រាប់សុបិនកុមារដែលបានផ្ដល់ជាជំនួយដោយផ្ទាល់លើសកម្មភាពគម្រោងនេះនាងខ្ញុំសង្ឃឹមយ៉ាងមុតមមថាគម្រោងនេះនៅតែបន្តជួបនិងជួយដល់យុវជនផ្សេងទៀតឲ្យមានឱកាសដូចរូបនាងខ្ញុំដែរសូមអរគុណ